ចាសួស្តីបងប្អូនទាំងអស់គ្នាដែលរៀននៅថ្នាក់ទី7ក្នុងសាលារៀនកម្មវិធីសាលារៀនចំនួនថ្មីនៃវិទ្យាល័យព្រែកលៀបចាជាពិសេសបងប្អូនដែលរៀនថ្នាក់ទី7មុខវិជ្ជាភាសាខ្មែរចាថ្ងៃនេះអ្នកគ្រូបានវិលមកជួបបងប្អូនសាជាថ្មីម្ដងទៀតហើយដោយយើងខានជួបគ្នាមួយរយៈចាណាអញ្ចឹងថ្ងៃនេះអ្នកគ្រូក៏បានលើកយកនៅមេរៀនថ្មីតែមុននឹងចូលដល់មេរៀនអ្នកគ្រូសូមណែនាំឈ្មោះម្ដងទៀតចាអ្នកគ្រូឈ្មោះវងវណ្ណារាជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរក្នុងកម្មវិធីសាលារៀនចំនួនថ្មីនៃវិទ្យាល័យព្រែកលៀបចាថ្ងៃនេះអ្នកគ្រូបានលើកយកនៅមេរៀនទី9សេចក្តីសង្ឃឹមយើងសិក្សាទៅលើបំណិនភាសាច្បាស់លាស់ចាអញ្ចឹងកុំឲ្យខាតពេលគឺយើងឈានទៅចូលទៅដល់និយមន័យតែម្ដងចាអញ្ចឹងចំណុចទី1ដែលយើងត្រូវសិក្សាគឺនិយមន័យដោយម្ដេចទៅដែលហៅថាភាសាច្បាស់លាស់ចាអញ្ចឹងតើបងអូនធ្លាប់បានសិក្សារួចឬហើយឬនៅអំពីភាសាច្បាស់លាស់ចាអញ្ចឹងដោយម្ដេចទៅដែលភាសាច្បាស់លាស់អញ្ចឹងគឺយើងទៅមើលចម្លើយទាំងអស់គ្នាចាអញ្ចឹងភាសាច្បាស់លាស់គឺជាពាក្យឬកន្សោមពាក្យដែលជាគុណនាមឬគុណកិរិយាសម្រាប់បញ្ជាក់លក្ខណៈឬសកម្មភាពរបស់មនុស្សសត្វរុក្ខជាតិវត្ថុឬធម្មជាតិឲ្យកាន់តែច្បាស់ថែមទៀតចាអញ្ចឹងដើម្បីឲ្យជ្រាបកាន់តែច្បាស់ទៅលើនិយមន័យខាងលើនេះអញ្ចឹងគឺអ្នកគ្រូមានឧទាហរណ៍2ឲ្យបងអូនចាអញ្ចឹងយើងទៅមើលឧទាហរណ៍ទី1ចាអញ្ចឹងឧទាហរណ៍ទី1ប្រសិនបើគេអើតតាមបង្អួចនៃទូរថភ្លើងគេនឹងជាប់ចិត្តជាមួយនឹងវាលស្រែពណ៌បៃតងខ្ចីដ៏ធំល្វឹងល្វើយបង្កប់ដោយស្នាមញញឹមពព្រាយរបស់កសិករចាអញ្ចឹងក្រោយពីប្អូនពិនិត្យមើលឧទាហរណ៍ទី1ហើយតើប្អូនអាចបានស្មានដឹងទេថាតើឃ្លាណាខ្លះជាឃ្លាដែលបញ្ជាក់អំពីភាពភាសាច្បាស់លាស់ចាឥឡូវយើងទៅមើលឧទាហរណ៍ទី2សិនចាអញ្ចឹងឧទាហរណ៍ទី2ប្អូនស្រីខ្ញុំភ្ញាក់ខ្លួននៅពេលដែលនាងបានឃើញបន្ទប់តូចច្រឡឹងរៀបចំដោយកម្រាលពណ៌ផ្កាឈូកសុទ្ធនៅមានកូនទូដាក់សៀវភៅនិងទូដាក់សម្លៀកបំពាក់ដែលមានទ្វារកញ្ចក់ថ្លាឆ្វេងចាណាអញ្ចឹងប្អូនសាកគិតទៅលើពាក្យភាសាច្បាស់លាស់ដែលយើងយោងទៅតាមនិយមន័យខាងលើដែលអ្នកគ្រូបានបង្ហាញប្អូនអំបញ្ញមិញអញ្ចឹងតើឧទាហរណ៍ទី1និងឧទាហរណ៍ទី2ភាសាច្បាស់លាស់គឺនៅត្រង់ឃ្លាណាខ្លះចាឥឡូវយើងចូលចំណុចបន្ទាប់គឺអ្នកគ្រូមានសំណួរចាអញ្ចឹងតាមឧទាហរណ៍ទាំងពីរខាងលើដែលជាភាសាច្បាស់លាស់ចាណាពាក្យណាខ្លះដែលជាភាសាច្បាស់លាស់ចាអញ្ចឹងឧទាហរណ៍ទី1គឺមានភាសាច្បាស់លាស់2ចាអញ្ចឹងទី1គឺវាលស្រែពណ៌បៃតងខ្ចីធំល្វឹងល្វើយចុះទី2វិញតើពាក្យអ្វីចាទី2គឺកសិករញញឹមពព្រាយចាចុះឧទាហរណ៍ទី2មានពាក្យអ្វីខ្លះមានឃ្លាប៉ុន្មានចាណាគឺនៅក្នុងឧទាហរណ៍ទី2គឺមាន3ចាណាអញ្ចឹងទី1គឺបន្ទប់តូចច្រឡឹងចាមួយទៀតគឺកម្រាលពណ៌ផ្កាឈូកសុទ្ធហើយចុងក្រោយគឺទ្វារកញ្ចក់ថ្លាឆ្វេងចាណានេះហើយគឺជាភាសាច្បាស់លាស់ដែលយើងបញ្ជាក់អំពីលក្ខណៈឲ្យយើងដឹងបានត្រឹមត្រូវចាណាអញ្ចឹងវាស្រែធំល្វឹងល្វើយគឺបញ្ជាក់ឲ្យយើងដឹងថាគឺវាមានធំចាណាធំល្វឹងល្វើយដែលយើងមិនអាចមើលដឹងបានចាហើយកសិករញញឹមចាណាញញឹមពព្រាយបានន័យថាគាត់ញញឹមស្រស់សប្បាយចិត្តចាណាហើយបន្ទប់តូចច្រឡឹងបានន័យថានៅក្នុងនោះគឺបន្ទប់តូចដែលយើងអាចដឹងពីទ្រង់ទ្រាយនៃបន្ទប់ចាកម្រាលពណ៌ផ្កាឈូកសុទ្ធចាណាបានន័យថាយើងក្រាលទៅដោយកម្រាលពណ៌ផ្កាឈូកគ្មានលាយពណ៌អ្វីផ្សេងទេចាទ្វារកញ្ចក់ថ្លាឆ្វេងចាណាបានន័យថាទ្វារកញ្ចក់ឆ្លុះថ្លាដែលយើងអាចមើលឃើញពីខាងក្រៅឬក៏ពីខាងក្នុងបានចាចូលឧទាហរណ៍ទាំងពីរខាងលើអ្នកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាប្រកាសជា
នឹងយល់ហើយជ្រាបកាន់តែច្បាស់នៅភាសាច្បាស់លាស់ចាអញ្ចឹងគឺនៅមួយទៀតអ្នកគ្រូនឹងមានលំហាត់ឲ្យបងអូនចាប់ពីករហូតដល់ងើចាណាអញ្ចឹងតើឧទាហរណ៍នោះមានអីខ្លះនៅក្នុងលំហាត់អញ្ចឹងសូមបងអូនទាំងអស់គ្នាចូលទៅមើលលំហាត់ចំណុចលំហាត់ទាំងអស់គ្នាចាណាអញ្ចឹងចូលបងអូនអានឧទាហរណ៍ខាងក្រោមរួចគូសបន្ទាត់ពីក្រោមឃ្លាដែលជាភាសាច្បាស់លាស់ឲ្យបានត្រឹមត្រូវចាចឹងកគឺអ្នកគ្រូបានឲ្យឃ្លាទៅបងអូនថ្ងៃនេះក្តៅខុសពីធម្មតាសុភាពសម្លឹងមើលផ្ទៃមេឃដ៏ខ្ពស់សន្លឹមចាខខ្ញុំពិបាកចិត្តដោយស្អែកប្អូនស្រីប្រឡងឆមាសលើកទី2កប៉ារបស់ខ្ញុំពាក់អាវពណ៌សទៅធ្វើការជារៀងរាល់ថ្ងៃខការរីកពាសពេញសួននៅទីនោះគួរឲ្យស្រឡាញ់ងកន្លែងធ្វើការរបស់មិត្តស្អាតនិងមានផាសុកភាពគួរឲ្យជាប់ចិត្តចាចឹងនៅក្នុងចំណុចលំហាត់នេះគឺបងអូនគ្រាន់តែគូសបន្ទាត់នៅឃ្លាណាដែលបងអូនគិតថាវាមានភាពច្បាស់លាស់ចាណាជាភាសាច្បាស់លាស់ប្រាប់ឲ្យយើងបានដឹងពិតប្រាកដចាអញ្ចឹងពេលដែលបងអូនចម្លងលំហាត់នេះហើយគឺបងអូនសរសេរចម្លើយចាណាគូបន្ទាត់ពីក្រោមហ្នឹងគឺផ្ញើមកអ្នកគ្រូវិញផងចាណាអ្នកគ្រូនឹងរងចាំកិច្ចការរបស់បងអូនជានិច្ចចាអញ្ចឹងជាចុងក្រោយអ្នកគ្រូជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសុខសប្បាយទាំងអស់គ្នាហើយជាពិសេសគឺត្រូវតែថែរក្សាអនាម័យចាណាលាងដៃបានញឹកញាប់ជាមួយកលជាមួយសាប៊ូចាណាចេញទៅក្រៅផ្ទះគឺពាក់ម៉ាស់ពាក់អីបានត្រឹមត្រូវចាដើម្បីសុខភាពទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូអរគុណច្រើន